និស្សិតស្រីឆ្នាំទី3ម្នាក់ត្រូវបានសង្សាររបស់ខ្លួនព្យាយាមកាប់សម្លាប់ជាច្រើនកំបិតដែលស្ទើរស្លាប់ស្ទើររស់តែពេលគាត់ទៅជួយគាត់ភ្លាមគាត់ថាសង្សារគាត់កាប់គាត់គាត់និយាយចឹងណាបាទហើយដល់ពេលសង្សារហើយមិនដឹងមិនបើយើងជួលទូគាត់គឺអត់ជួលអីសង្សារប្រុសទេមកជួលគឺជួលគាត់មកជួលគាត់អ្នកស្រីជួលឲ្យតែម្នាក់ស្រីនេះមិនមែនជាក្តីស្រឡាញ់របស់អ្នកចំពោះនាងអូខ្ញុំមើលឃើញវីដេអូនេះហើយគឺខ្ញុំពិតជាមានអារម្មណ៍ថាតក់ស្លុតខ្លាំងមែនទែនចំពោះបងប្អូនដែលជានារីដែលតែងតែត្រូវបានបរោះដែលជាដៃគូឬក៏ជាអតីតដៃគូជាសង្សារជាប្តីអីគាត់តែងតែធ្វើបាបតែងតែចងកម្មចងពៀអញ្ចឹងណាម្ល៉េះថាពិតជាអភ័ព្វខ្លាំងមែនទែនហើយបើសិនជាយើងស្រឡាញ់គេពិតមិនមែនធ្វើទង្វើបែបនេះទេទង្វើបែបនេះមិនមែនហៅថាជាទង្វើដែលយើងស្រឡាញ់គេឬក៏យើងស្រឡាញ់គេខ្លាំងទេទង្វើបែបនេះមិនថាយើងជាមនុស្សអាត្មានិយមយើងគិតតែខ្លួនឯងយើងអត់គិតដល់ពីចិត្តនាងអត់គិតពីក្តីសុខរបស់នាងទេមានថាឲ្យតែខ្លួនឯងបានគឺយើងហ៊ានធ្វើអ្វីគ្រប់យ៉ាងទាំងអស់ហើយយើងមើលនៅក្នុងវីដេអូនេះទៅយើងពិតជាគួរឲ្យអាណិតមែនទែនចំពោះអូនស្រីដែលជានិស្សិតឆ្នាំទី3ដែលត្រូវបានដៃគូឬក៏ជាសង្សារនោះគឺបានកាប់ច្រើនកម្រិតខ្លាំងមែនទែនយើងមិនដឹងថាតើគាត់រងរបួសនោះគឺកម្រិតខ្នាតនោះទេប៉ុន្តែបើតាមព័ត៌មានគឺគាត់មិនប៉ះពាល់ដល់ជីវិតនោះទេប៉ុន្តែវាជាមួយដែលឈឺចាប់ខ្លាំងមែនទែនឈឺចាប់ទាំងផ្លូវកាយឈឺចាប់ទាំងផ្លូវចិត្តដែលមនុស្សដែលយើងធ្លាប់ស្រឡាញ់គ្នាបែរជាធ្វើទង្វើអាក្រក់មើលបែបនេះចំពោះខ្លួនទៅវិញហើយខ្ញុំក៏មិនយល់ដែរថាហេតុអ្វីបានជាមនុស្សយើងមួយចំនួននៅពេលបែកគ្នាឬក៏ដៃគូម្ខាងទៀតគាត់សុំចាក់ចេញហេតុអីបានជាយើងទៅចងកម្មចងពៀឬក៏យើងតែងតែធ្វើទង្វើអាក្រក់បែបនេះចំពោះដៃគូដែលធ្លាប់ដែលយើងនិយាយថាយើងស្រឡាញ់យើងស្រឡាញ់ពេញបេះដូងយើងអត់មកអត់បានយើងតែងតែថារស់ខ្វះនាងមិនបានអីចឹងហេតុអ្វីបានជាយើងធ្វើទង្វើបែបនេះចំពោះនាងទាំងដែលនាងសុំចាក់ចេញបើសិនជានាងមានក្តីសុខនៅជាមួយយើងឬក៏នាងមើលឃើញអនាគតជាមួយយើងខ្ញុំគិតថាគេមិនចាក់ចេញពីយើងទេប៉ុន្តែប្រហែលជានាងមើលមិនឃើញពីអនាគតថាជានាងគិតថារស់នៅជាមួយយើងគ្មានក្តីសុខទើបនាងសុំចាក់ចេញហើយបើសិនជានាងសុំចាក់ចេញហើយឲ្យនាងចាក់ចេញចុះព្រោះអីក្តីស្រឡាញ់ដូចខ្ញុំនិយាយចឹងមិនមែនសុទ្ធតែយើងត្រូវតែយកនាងឲ្យបានសុទ្ធតែត្រូវតែនៅក្បែរនាងឲ្យបានឬក៏នាងគឺជាកម្មសិទ្ធិរបស់ខ្ញុំទេប៉ុន្តែក្តីស្រឡាញ់ពិតគឺនៅពេលដែលឃើញនាងមានក្តីសុខនៅពេលដែលឃើញនាងរីកចម្រើននៅក្នុងការងារនៅក្នុងជីវិតឃើញនាងមានសុភមង្គលជាមួយដៃគូថ្មីនេះហើយគឺជាក្តីស្រឡាញ់ពិតយើងឈរញញឹមយើងឈរផ្ទះដៃយើងសប្បាយចិត្តជាមួយនឹងអ្វីដែលមនុស្សដែលយើងស្រឡាញ់គាត់ទទួលបានក្តីសុខគាត់ទទួលបានអ្វីដែលគាត់ចង់បានបើសិនជាយើងផ្ដល់ឲ្យគាត់បានផងសូមឲ្យគាត់ចាក់ចេញចុះដូចជាក្នុងវីដេអូនេះជាស្ដែងអូនប្រុសឃើញមើលទៅជាសិតតែក្មេងៗទេมันជាអាយុច្រើនទេប៉ុន្តែចិត្តកំណត់វិញគឺកាច់សាហាវមែនទែនរហូតលើកដៃកាប់លើកដៃកាប់មនុស្សដែលយើងស្រឡាញ់អញ្ចឹងហើយខ្ញុំសង្ឃឹមថាដៃគូដទៃទៀតបោះបង់គំនិតអាក្រក់ទៅយើងឲ្យអ្នកថាដៃគូយើងមកខាងគាត់មានក្តីសុខរៀងខ្លួនទៅកុំចងកម្មចង់ពីអីទង្វើបែបនេះគឺគ្មានអាគេសាទរទេហើយក៏វាមិនចំណេញអីដល់ពួកយើងដែរបើស្រឡាញ់នាងពិតសូមដោះលែងនាងទៅ